កាលពីព្រេងនាយដែលទេវតាយក្សនិងមនុស្សរស់នៅក្នុងពិភពតែមួយមានរឿងកំណើតនៃរន្ទះនិងផ្គរលាន់នៅកណ្ដាលព្រៃបុរាណដ៏ស្ងប់ស្ងាត់មានអាស្រមរបស់មហាឥសីដ៏មានឫទ្ធិបារមីនៅទីនោះមានសិស្ស2នាក់គឺរាមាសូរនិងនាងមេឃ្លាកំពុងសិក្សាមន្តអាគមយ៉ាងមមាញឹកជាច្រើនថ្ងៃកន្លងមករាមាសូរនិងនាងមេឃ្លាបានខិតខំសិក្សាមន្តអាគមអ្នកទាំងពីរមានប្រាជ្ញានិងព្យាយាមស្មើគ្នាធ្វើឲ្យមហាឥសីពេញចិត្តយ៉ាងខ្លាំងចូលស្ដាប់ឲ្យច្បាស់អ្នកណាប្រមូលទឹកសន្សើមបានពេញមួយកែវហើយយកមកជូនតាមុនគេតានឹងជប់ទឹកនោះឲ្យคล้ายជាកែវមនោហរាដែលអាចសម្រេចរាល់បំណងប្រាថ្នាសូមលោកគ្រូជឿទុកចិត្តខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពខ្ញុំនឹងប្រើទាំងប្រាជ្ញានិងការអត់ធ្មត់ដើម្បីបំពេញភារកិច្ចនេះនៅពេលពន្លឺព្រឹករះឡើងទឹកសន្សើមភ្លឺរលោងពេញព្រៃរាមាសូរនិងនាងមេឃ្លាក៏ចាប់ផ្ដើមចេញដំណើរចូលប្រើប្រាជ្ញាកុំប្រញាប់ប្រញាល់អ្នកដែលមានគំនិតឆ្លៀសវៃនឹងទទួលបានជ័យជំនះខ្ញុំនឹងមិនចាញ់ឡើយសូមឲ្យប្រាជ្ញាដឹកនាំខ្ញុំទៅរកចម្លើយដ៏ត្រឹមត្រូវរាមាសូរចាប់ផ្ដើមយកកែវទៅត្រងទឹកសន្សើមដែលដក់នៅមួយស្លឹកឈើនិងស្មៅទោះលំបាកយ៉ាងណាក៏ខ្ញុំមិនបោះបង់ដែរខណៈដែលរាមាសូរខំប្រមូលទឹកសន្សើមម្ដងមួយដំណក់នាងមេឃ្លាមិនប្រញាប់ធ្វើតាមឡើយនាង Until a brilliant idea emerges There must be a better way than this នាងមេឃ្លាលើកដុំឈើទន់ស្ពោតដាផ្ដិតថ្នមធ្មលើស្លឹកឈើវាបានទឹកសន្សើមនេះជាជ័យជំនះរបស់ប្រាជ្ញាពេលខ្លះប្រាជ្ញាអាចសម្រេចកិច្ចការដែលកម្លាំងមិនអាចធ្វើបានមេឃ្លាប្រមូលទឹកសន្សើមបានពេញកែវយ៉ាងឆាប់រហ័សនាងកាន់វាដោយស្នាមញញឹមហើយត្រៀមយកទៅជូនមហាឥសីមេឃ្លាបាននាំកែវទឹកសន្សើមពេញមកជូនមហាឥសីលោកញញឹមដោយក្តីពេញចិត្តចំពោះប្រាជ្ញារបស់នាងសូមលោកគ្រូទទួលទឹកសន្សើមដែលសិស្សបានប្រមូលមកនាងល្អណាស់មេឃ្លាអ្នកបានបាញ់បាញទាំងការព្យាយាមនិងប្រាជ្ញាមហាឥសីប្រើមន្តអាគមជប់ទឹកសន្សើមឲ្យคล้ายជាកែវមនោហរាដ៏ភ្លឺចែងចាំងចាប់ពីពេលនេះទៅកែវនេះមានឈ្មោះថាកែវមនោហរាមហាឥសីប្រគល់កែវមនោហរាដល់មេឃ្លាហើយប្រាប់ថាកែវនេះមានឫទ្ធិអំណាចដ៏អស្ចារ្យចូលរក្សាកែវមនោហរានេះឲ្យបានល្អវានឹងជួយអ្នកនៅពេលចាំបាច់ចៅសូមអរគុណលោកគ្រូខ្ញុំនឹងថែរក្សាវាដោយការគោរពមេឃ្លាលើកកែវមនោហរាឡើងនាងភ្លាមនោះនាងក៏ហោះឡើងលើមេឃយ៉ាងស្រស់សោភាអស្ចារ្យណាស់កែវនេះពិតជាមានឫទ្ធិអំណាចមែនRamasura continued, striving to collect dew. But when he arrived at the hermitage, Mekhala's cup was already full. ហេតុអ្វីខ្ញុំយឺតជាងនាងមិនប្រើតែកម្លាំងមួយមុខនោះទេមហាឥសីប្រកាសថាមេឃ្លាជាអ្នកឈ្នះព្រោះនាងប្រើប្រាជ្ញាដើម្បីសម្រេចការងារមេឃ្លាឈ្នះព្រោះនាងប្រើប្រាជ្ញាមិនមែនប្រើតែកម្លាំងនោះទេរាមាសូរមិនអាចទប់ទឹកចិត្តបានគាត់ឈរនៅស្ងៀមដោយទឹកភ្នែកហូរចេញព្រោះខកចិត្តនឹងលទ្ធផលខ្ញុំខិតខំហើយតែហេតុអ្វីនៅតែចាញ់នាងទៀតដោយសារចិត្តមេត្តាមហាឥសីបានផ្ដល់ពូថៅវេទមន្តមួយដល់រាមាសូរដើម្បីជាឱកាសថ្មីនេះជាពូថៅវេទមន្តចូលចៅប្រើវាដោយប្រាជ្ញាកុំប្រើវាដោយកំហឹងឲ្យសោះមហាឥសីប្រាប់រាមាសូរអំពីវិធីប្រើពូថៅវេទមន្តដើម្បីដណ្ដើមកែវមនោហរាពីមេឃ្លាពេលនាងមេខលាលើកកែវមនោហរាឡើងចូលចៅបិទភ្នែកហើយគប់ពូថៅទៅកាន់ពន្លឺណូភ្លាមរាមាសូរកាន់ពូថៅវេទមន្តហោះឡើងលើមេឃដើម្បីស្វែងរកមេឃ្លានិងដណ្ដើមកែវមនោហរាវិញមេឃ្លាខ្ញុំនឹងស្វែងរកអ្នកឲ្យឃើញរាមាសូរប្រទះឃើញមេឃ្លានៅលើមេឃគាត់កាន់ពូថៅវេទមន្តហើយហោះសម្ដៅទៅរកនាងភ្លាម
នៅទីបន្ហោះខ្ញុំរកអ្នកឃើញហើយ មេលាងាកមើលពីក្រោយនាងដឹងថារាមេសូកំពុងដេញតាមមកយ៉ាងលឿនរាមេសូឯងមកដល់ហើយមែនទេមេឃ្លាលើកកែវមនោហរាឡើងពន្លឺដ៏ចែងចាំងភ្លឺពេញផ្ទៃមេឃកុំចូលមកជិតខ្ញុំរាមេសូបិទភ្នែកភ្លាមរួចគប់ពូថៅវេទមន្តសម្ដៅទៅរកមេខលាវិញ ទទួលយកអាវុធនេះទៅ The magical axe flies, cutting through the sky very fast. But Mekhala dodges, so the weapon could not hit her. អ្នកមិនអាចដណ្ដើមកែវនេះពីខ្ញុំបានទេ Let the sacred lightning restore the balance. ពន្លឺកែវរបស់មេឃ្លាคล้ายជាផ្លេកបន្ទោរីឯសម្លេងពូថៅរបស់រាមេសូคล้ายជាផ្គរលាន់ពន្លឺនេះនឹងការពារខ្ញុំជានិច្ចរាមេសូមិនបោះបង់ឡើយគាត់នៅតែដេញតាមមេឃ្លាកាត់ពពកនិងកណ្ដាលព្យុះ ខ្ញុំនឹងមិនបោះបង់ទេ បើអ្នកនៅតែដេញតាមខ្ញុំនឹងហោះទៅឲ្យឆ្ងាយជាងនេះអ្នកមិនអាចចាប់ខ្ញុំបានទេ ខ្ញុំនឹងដេញតាមរហូត មេឃ្លាលើកកែវមនោហរាឡើងបញ្ចេញពន្លឺដ៏ចែងចាំងពេញផ្ទៃមេឃរាមេសូខំទប់ពន្លឺហើយនៅតែបន្តដេញតាមនាង ពន្លឺនេះនឹងការពារខ្ញុំរហូត ទោះយ៉ាងណាខ្ញុំនឹងមិនដកថយនោះទេពន្លឺកែវនៅតែភ្លឺចែងចាំងខណៈរាមេសូបន្តដេញតាមមិនឈប់មួយរំពេចពូថៅវេទមន្តក៏ចាប់ផ្ដើមបញ្ចេញអំណាចដ៏ខ្លាំងក្លា រាមេសូលើកពូថៅវេទមន្តឡើងយ៉ាងមាំមួនអំណាចដ៏ខ្លាំងក្លាចាប់ផ្ដើមប្រមូលផ្ដុំខណៈមេលានៅតែហោះទៅមុខដោយ មេឃ្លាប្រគល់កែវមនោហរាមមកខ្ញុំវិញ កែវនេះមិនមែនជារបស់ដែលអ្នកអាចដណ្ដើមបានទេមេឃ្លាបន្តហោះចូលទៅក្នុងព្យុះដ៏ខ្មៅងងឹតរីឯរាមេសូនៅតែដេញតាមមិនឈប់ហើយការប្រយុទ្ធដ៏ស្វិតស្វាញ រាមេសូមិនព្រមបោះបង់ការដេញតាមនៅតែបន្ត រាមេសូក្រវែងពូថៅវេទមន្តយ៉ាងខ្លាំងពូថៅហោះកាត់មេឃយ៉ាងលឿនមេឃ្លាកិច្ចបានទាន់ពេលពូថៅមិនអាចប៉ះនាងបានឡើយ ខ្ញុំនឹងមិនឲ្យអ្នករត់គេចបានទេ ពន្លឺនៃកែវនេះនឹងការពារខ្ញុំជានិច្ចមេឃ្លាលើកកែវឡើងខ្ពស់ពន្លឺភ្លឺដូចផ្លេកបន្ទោផ្ទៃមេឃភ្លឺចែងចាំងគ្រប់ទិសទីរាមេសូនៅតែបន្តដេញតាមឥតឈប់ឡើយ ពន្លឺនេះមិនអាចបញ្ឈប់ខ្ញុំបានទេ ពន្លឺនេះជាអំណាចនៃសេចក្តីល្អសំឡេងផ្គរលាន់បន្លឺឡើងពេញផ្ទៃមេឃរាមេសូក្រវែងពូថៅម្ដងទៀតពូថៅកាត់ពពកយ៉ាងលឿនសំឡេងផ្គរលាន់ក៏ក្រើកពេញមេឃមេឃ្លានៅតែហោះផុតដោយសុវត្ថិភាព ខ្ញុំនឹងមិនបោះបង់ឡើយត្រូវតែយកឲ្យបាន ពន្លឺនៃសេចក្តីល្អនឹងនៅតែភ្លឺជានិច្ចចាប់តាំងពីថ្ងៃនោះមកផ្លេកបន្ទោនិងផ្គរលាន់លើផ្ទៃមេឃសេចក្តីល្អនឹងបន្តបំភ្លឺពិភពលោក ការដេញតាមនេះនឹងមិនមានទីបំផុតឡើយ សូមអរគុណដែលបានទស្សនារឿងខ្មែរជួបគ្នាក្នុងវគ្គក្រោយ